ថ្ងៃនេះខ្ញុំមកសម្រាយរឿង He Became a God and Raised Complete ជួយ Subscribe ម្នាក់មួយផងនេះមិនមែនជាផែនដីទេនេះគឺជាពិភពលោករបស់ខ្ញុំត្រូវបានជ្រើសរើសឲ្យក្លាយជាព្រះនៃពិភពនេះប៉ុន្តែខ្ញុំអាចនឹងត្រូវលុបបាត់បានព្រោះមានព្រះផ្សេងទៀតចំនួន27នាក់ដូចខ្ញុំផងដែរដូច្នេះខ្ញុំត្រូវតែរកឲ្យបានការជឿជាក់ពីអ្នកដទៃនិងធ្វើឲ្យពួកគេជឿលើខ្ញុំមានតែការបង្កើនជំនឿប៉ុណ្ណោះដែលអាចឲ្យខ្ញុំឈ្នះការប្រកួតជ្រើសរើសដ៏ទេវភាពនេះបើមិនដូច្នោះទេវាសនាដែលកំពុងរងចាំខ្ញុំគឺមានតែស្លាប់ប៉ុណ្ណោះបរិះនោះមានឈ្មោះថា Fang Weng គាត់គឺជាអ្នកលេងកំពូលក្នុងហ្គេមមួយឈ្មោះថា Silent World គឺក្នុងហ្គេមនោះគាត់បានដាក់អ្វីទាំងអស់របស់គាត់ចូលទៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហើយបានឈ្នះអ្នកលេងចំណាត់ថ្នាក់លេខ2ឈ្មោះ Ochi Achia ដោយចលនាតែមួយហើយក្លាយជាមនុស្សដំបូងដែលដោះស្រាយសមិទ្ធផលទាំងអស់បានគ្រប់ងាយពេកហើយសូមអបអរសាទរអ្នកបានបញ្ចប់សមិទ្ធផលទាំងអស់ Server Beta លើនេះត្រូវបានបិទជាផ្លូវការ Silent World នឹងចាប់ផ្ដើម Server ពិតអ្នកលេង Fang អ្នកមានសិទ្ធិចូលប្រើមុន Early Access តើអ្នកចង់ចូលហ្គេមដែរឬទេFang មិនស្ទាក់ស្ទើរឡើយគាត់ចុចយល់ព្រមក៏ភ្លាមប៉ុន្តែពេលគាត់បើកភ្នែកឡើងវិញគាត់ឃើញខ្លួនឯងឈរនៅក្នុងទីលានបាក់បែកមួយខ្ញុំស្ថិតនៅទីណានេះជាសុបិនឬនៅពេលនោះសំឡេងមួយបានកាត់ចូលក្នុងគំនិតរបស់គាត់បន្តិចក្រោយមកស្ត្រីអាតកំបាំងម្នាក់បានបង្ហាញខ្លួននៅមុខគាត់កុំភ័យអីអ្នកមិនមែនជាមនុស្សតែម្នាក់ដែលបានមកទីនេះទេនេះជាផែនដីប៉ុន្តែ Fang បដិសេធគំនិតនោះភ្លាមព្រោះគាត់ធ្លាប់ឃើញទេសភាពនេះជាច្រើនដងរួចហើយវាជាទ្វីបបាត់បង់គឺ Lost Continent ពីក្នុងហ្គេមមនុស្សទាំងអស់នៅទីនេះមានសក្តានុពលคล้ายជាព្រះពិតប្រាកដចងចាំថាពិភពលោកមិនមែនមានតែនៅក្នុងហ្គេមទេដែនដីនេះធ្លាប់ត្រូវបានទេវតាចោលនៅលើភពនោះមានអរិយធម៌ដ៏អស្ចារ្យមួយដែលធ្លាប់រីកចម្រើនជាផ្សេងរស់នៅជាមួយគ្នាដោយសុខសាន្តឥឡូវនេះវាជាពេលសម្រាប់ស្វាគមន៍ជីវិតថ្មីវិញហើយទ្វីបបាត់បង់នេះត្រូវបានបង្កើតឡើងសម្រាប់គោលបំណងតែមួយគឺរកអ្នកដែលសមស្របសម្រាប់ក្លាយជាព្រះនៅចំណុច Snow វាដំណើរការដោយហ្គេមដដែលប្រមូលជំនឿពីប្រជាជនដើមឲ្យបានគ្រប់គ្រាន់អ្នកនឹងក្លាយជាព្រះតែមួយគត់នៃពិភពនេះបើខ្ញុំជ្រើសរើសបោះបង់វិញតើមានអ្វីកើតឡើងបើអ្នកចាក់ចេញឥឡូវអ្នកនឹងត្រឡប់ទៅជីវិតធម្មតារបស់អ្នកវិញហើយភ្លេចអ្វីទាំងអស់អំពីទីនេះប៉ុន្តែបើអ្នកចូលរួមរួចហើយនោះមិនអាចត្រឡប់ក្រោយបានទេមានតែបញ្ចប់ពីប៉ុណ្ណោះអ្នកមានពេល15នាទីដើម្បីធ្វើការសម្រេចចិត្តមិនយូរប៉ុន្មាននឹងនៅសល់ត្រឹមតែ27នាក់ប៉ុណ្ណោះFangសន្និដ្ឋានភ្លាមថាពួកគេគឺជាអ្នកប្រកួតដែលត្រូវបានអញ្ជើញដោយផ្អែកលើចំនួនអ្នកលេងអត្ថបរមាននៃហ្គេមវាដំណើរការដូច Silent World ដែរជ្រើសរើសតំបន់តូចមួយហើយចាប់ផ្ដើមផ្លូវរបស់អ្នកទៅកាន់ការជ្រើសរើសទេវភាពនេះសូមអ្នកចាប់